រឿងទេវតាសែបសោយកាលពីព្រេងនាយមានបុរសកំសត់ពីរនាក់ដីប្រពន្ធមានកូនប្រុសមួយកូននោះកើតឡើងវេលាណាមានទេវតាអាក្រក់មកថែរក្សាសែបសោយតាំងពីទេវតាអាក្រក់នោះមកសែបសោយក្មេងនោះឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅក្មេងនោះនៅជាមួយនឹងជីដូនក៏ថែរក្សាដរាបដល់អាយុ20ឆ្នាំថ្ងៃមួយក្មេងនោះចូលទៅក្នុងព្រៃដើម្បីរកឱសថកំពុងតែកាប់ឱសថមានទេវតាមួយព្រះអង្គទៀតជាទេវតាល្អជួយឲ្យចម្រុងចម្រើនយស័ក្តិភ័ព្វសម្បត្តិទេវតានោះនិយាយនឹងទេវតាអាក្រក់ថាតាំងពីអ្នកឯងចូលមករក្សាមនុស្សនេះកាលណាម្ដាយឪពុកគ្នាស្លាប់ចោលអស់គ្នាក្រលំបាកបុនពេកហើយថារិទ្ធអ្នកឯងពូកែមែនទេវតាអាក្រក់និយាយទៅវិញថាអ្នកជឿថាអំណាចខ្ញុំពូកែទេទេវតាល្អឆ្លើយថាខ្ញុំជឿហើយប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្ដងទេវតាអាក្រក់ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយក៏ហោះទៅទេវតាបណ្ដាឲ្យមនុស្សនោះកំពុងតែកាប់ឱសថក៏ដាក់ដឹងចុះហើយញាក់ខ្លួនព្រឺតលោកគិតថាអោអញបើអញរស់នៅគ្រាន់តែអញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញប្រសិនបើជាអញស្លាប់ទៅតើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀតបើដូច្នេះអញនឹងគិតទៅបបួរយាយអញទៅនៅធ្វើជាខ្ញុំបម្រើសេដ្ឋីគ្រាន់តែគិតសំបាយគេស៊ីប្រហែលជាគេព្រមហើយគិតតែប៉ុណ្ណឹងក៏លែងកាប់ឱសថត្រឡប់ទៅផ្ទះវិញទៅដល់និយាយប្រាប់ជីដូនតាមដំណើរសពគ្រប់តែខ្លួនគិតទៅកាប់ឱសថជីដូនបានស្ដាប់ហើយក៏ចូលចិត្តព្រមតាមចិត្តចៅបុរសកំសត់ពីរនាក់គឺជីដូននិងចៅក៏នាំគ្នាដើរទៅផ្ទះសេដ្ឋីដល់ចូលទៅក្នុងកំពែងរបងហើយក៏អង្គុយបត់ជើងនៅមាត់ចិនដាវមហាសេដ្ឋីលុះបន្តិចទៅមហាសេដ្ឋីប្តីប្រពន្ធក៏នាំគ្នាចេញមកក្រៅក្រឡែកទៅឃើញអ្នកទាំងពីរអ្នកអង្គុយក៏សួរថាឯងមកនេះមានប្រាថ្នាអ្វីបុរសកំសត់នោះឆ្លើយជម្រាបទៅសេដ្ឋីថាខ្ញុំពីរនាក់ជីដូននិងចៅនេះមកសុំនៅធ្វើជាខ្ញុំបម្រើលោកគ្រាន់តែយកបាយចិញ្ចឹមជីវិតមហាសេដ្ឋីស្ដាប់ហើយឆ្លើយថាឯងនៅចុះបុរសនោះជម្រាបទៅមហាសេដ្ឋីថាសូមលោកមេត្តាឲ្យខ្ញុំបម្រើខាងលើផ្ទះបាយហើយនឹងផ្ទះធំមហាសេដ្ឋីព្រមទើបជាចាស់នោះសុំតែដេញមាន់ទាកុំឲ្យស៊ីស្រូវកាលណាគេយកស្រូវទៅហាលបុរសនោះខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះមហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អានលុះយូរទៅប្រមាណជា3ទៅ4ឆ្នាំបុរសនោះសុំមហាសេដ្ឋីនៅទ្វារគោនៅទ្វារក្របីវិញដល់នៅទ្វារក្របីផ្លាស់អស់ខ្សែពួរចាស់ទាំងប៉ុន្មានជួសជុលក្រោយឲ្យស្អាតឡើងក្របីទាំងអស់ចំនួន100ក្បាលដល់យូរទៅមហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាតាំងពីអានេះទៅទ្វារគោទៅទ្វារក្របីជើងមិនដែរទៅមើលវាម្ដងសោះដូច្នេះដល់មើលទៅក្របីខ្សែពួរនិងក្រោពេញចិត្តទាំងអស់ក៏ត្រឡប់មកផ្ទះវិញនិយាយគ្នាថាអានេះជាមនុស្សល្អកាលតែយើងឃើញមុនមិនដែលមានប្រដាប់សម្រាប់ក្របីថ្មីយ៉ាងនេះទេឥឡូវនេះមានព្រមអានេះជាមនុស្សចិត្ត
ក្រងនឹងចៅវាយនាយបរោះនោះទៅឃ្វាក្របីរាល់ថ្ងៃមានការថ្ងៃមួយនោះពេលល្ងាចដេញក្របីត្រឡប់មកក្រៅវិញដកក្របីដត្រពាំងមួយដេញក្របីចុះទៅក្នុងទឹកត្រពាំងទៅជន់នឹងដុំមាសនៅក្នុងត្រពាំងនោះបែរទៅខាងណាក៏សុទ្ធតែដុំមាសពេញត្រពាំងទាំងអស់បរោះនោះថាដុំថ្មវៃក៏ច្រើនម្លេះប៉ះជើងស្ទើរតែស្លាប់ថាហើយក៏យកដុំមាសមួយដុំមកគិតថាអញយកដុំមាសដុំថ្មនេះទៅផ្ញើយាយអញព្រោះថ្មនេះល្អបរោះនោះដេញក្របីចូលទៅក្រៅរួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនបានឃើញដុំមាសហើយក៏សួរទៅចៅយកពីតើចៅយកមកពីណាយកទៅវិញទៅយាយមិនហ៊ានយកទេដុំមាសនេះធំម្លេះបរោះដឹងថាជាដុំមាសដូច្នេះហើយក៏យកទៅទុកក្នុងត្រពាំងវិញចំណាំកន្លែងទុករួចត្រឡប់មកផ្ទះវិញក្រោយមកព្រះមហាក្សត្រទ្រង់លបងចិត្តពួកសេនាមបតីទ្រង់មានបន្ទូលនិងអាមាត្យថាអ្នកឯងទៅប្រាប់សេនាបតីទាំង4ថាល្ងាចនេះឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោងអាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាបតីទាំង4តាមដំណើរសេនាបតីទាំង4នោះក៏រៀបខ្លួនមកដេកតាមព្រះរាជអង្គការពេលមកដេកនោះមិនគិតប្រុងប្រយ័ត្នសោះគិតតែពីដេកទល់ភ្លឺលុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់យាងមកទតសេនាទាំង4នាក់នោះឃើញដេកទាំងអស់គ្នាក៏ទ្រង់យាងទៅត្រឡប់ទៅក្រឡាព្រះបន្ទុំវិញដល់ព្រឹកឡើងទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះយកទៅកាត់ចោលទៅលុះល្ងាចក្រោយទៀតទ្រង់មានព្រះរាជបន្ទូលឲ្យហៅសេដ្ឋីទាំង4នាក់ឲ្យមកដេកដូចមុនទៀតមហាសេដ្ឋីដែលជាចៅវាយបរោះកំសត់នោះភ័យណាស់ព្រោះមិនដឹងជាមានរឿងអ្វីបានជាស្ដេចឲ្យសម្លាប់សេនាបតីទាំង4មុននោះឥឡូវដល់មកដល់ខ្លួនទៀតគិតថាមុខជាស្លាប់ហើយកូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នាលុះបន្តិចទៅឮទៅដល់បរោះកំសត់ក៏ឡើងមកសួរថាហេតុដូចម្ដេចបានជាយំសោកយ៉ាងនេះមហាសេដ្ឋីប្រាប់ទៅតាមរឿងបរោះថាបើដូច្នេះខ្ញុំសុំទៅដេកជំនួសមហាសេដ្ឋីឮដូច្នេះហើយក៏អរណាស់ឲ្យរកសម្ពុតអាវល្អយកមកឲ្យបរោះកំសត់នោះស្លៀកដោយគិតថាមុខជាស្លាប់ហើយលុះបរោះរៀបខ្លួនស្រេចនឹងទៅដេកចាំវាំងជាមួយនឹងពួកមហាសេដ្ឋីឯទៀតតែពេលទៅបរោះនោះយកទាំងដាវមួយទៅផងទៅដល់ហើយក៏ដេកពួកមហាសេដ្ឋីឯទៀតគេអង្គុយនិយាយគ្នាលេងលុះដល់យប់ជ្រៅក៏នាំគ្នាដេកអស់ទៅបរោះនោះដឹងថាគេដេកស្ងាត់ក៏ក្រោកឡើងអង្គុយម្នាក់ឯងលុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់ចេញមកដូចមុនទៀតមកដល់ព្រះរាជរោងបរោះនោះក្រឡេកទៅឃើញទាញដាវបានដេញកាប់ធ្វើជាកាប់ផុតស្ដេចរត់រួចទៅក្នុងមួយយប់នោះស្ដេចចេញមក3ដងបរោះនោះដេញកាប់ទាំង3ដងស្ដេចទ្រង់រត់ទៅវិញលុះព្រឹកឡើងស្ដេចទ្រង់មានព្រះរាជបន្ទូលឲ្យចាប់សេដ្ឋីទាំង3នាក់ដែលដេកនោះយកទៅកាប់ចោលហើយទ្រង់មានព្រះបន្ទូលហៅបរោះកំសត់នោះទៅទ្រង់មានព្រះរាជបន្ទូលសួរបរោះកំសត់ថាឯងជាសេដ្ឋីឈ្មោះអ្វីបរោះកំសត់ក្រោបទូលថា
ទូព្រះបង្គំជាខ្ញុំជាកូនមហាសេដ្ឋីឈ្មោះនោះស្ដេចមានព្រះរាជបន្ទូលឲ្យទៅហៅមហាសេដ្ឋីដែលជាចៅហ្វាយបរោះកំសត់នោះមកទ្រង់មានព្រះរាជបន្ទូលសួរថានេះជាកូនអ្នកឯងមែនដែរឬទេមហាសេដ្ឋីក្រោកទូឆ្លើយទូបង្ទទួលថាកូនមែនស្ដេចមានព្រះរាជបន្ទូលថាបើកូនមហាសេដ្ឋីឯងអញសុំធ្វើជាកូនអញមហាសេដ្ឋីក៏ថ្វាយបរោះនោះទៅស្ដេចហើយក្រាបថ្វាយបង្គំលាទៅផ្ទះវិញស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ក៏រៀបចំគុំនឹងបរោះនោះនិងបរោះកំសត់នោះជាប្តីប្រពន្ធទៅហើយអភិសេកឲ្យឡើងសោយរាជ្យយូរទៅស្ដេចបរោះនឹកឃើញទៅដល់មាសដែលនៅត្រពាំងក៏ត្រាប់បង្គំទៅដល់មហាសេដ្ឋីដែលជាឪពុកឲ្យទៅដឹកមាសមកដាក់ក្នុងឃ្លាំងទុកមានមួយថ្ងៃស្ដេចបរោះនោះចង់ចាក់ចេញទៅកាន់ចុងព្រះរាជរោងឲ្យសេនាបតីគាល់ក៏ទៅទទួលស្ដេចឪពុកទ្រង់ហាមថាឯងជាតិជារាស្ត្របើចេញត្រូវយកមហេសីទៅផងស្ដេចបរោះទ្រង់យាងចេញទៅកាប់ចុងព្រះរាជរោងជាមួយនាគមហាស្ថិពួកនិមឺនទាំងពួងនាំគ្នាគួរត្រៀបត្រាពេលវេលានោះទេវតាអាក្រក់ដែលថែរក្សាបរោះនោះអំពីដើមត្រឡប់មកវិញក៏ជួបនឹងទេវតាល្អហើយនិយាយថាឥឡូវនេះអ្នកថែរក្សាមនុស្សនេះតាំងពីនៅក្រលំបាកគាត់តែបានធ្វើជាស្ដេចថែមទៀតនោះឃើញថាអំណាចអ្នកឯងពូកែមែនបើដូច្នេះអ្នកឯងចេញទៅឲ្យខ្ញុំថែរក្សាម្ដងទេវតាល្អប្រគល់ស្ដេចកំសត់ឲ្យទៅទេវតាអាក្រក់រួចហើយក៏ហើរហោះទៅពេលនោះមានភ្លៀងផ្គរទេវតាអាក្រក់ក៏បណ្ដាលចិត្តបុរសនោះមួយរំពេចស្ដេចនោះមិនបានគិតលោមានព្រះបន្ទូលចំពោះពួកនិមឺនដែលគាត់ត្រៀបត្រាថាអញលឺផ្គរលាន់ស្រណោះកាលនៅទ្វារក្របីពីដើមណាស់គ្រាន់តែប៉ុណ្ណោះមហាសីឮក៏ស្ទុះទៅរកព្រះបិតាក្រាបថ្វាយបង្គំថាព្រះបរមបិតាមិនគួរឲ្យខ្ញុំម្ចាស់ទៅមនុស្សដែលទ្វារក្របីនេះសោះខ្ញុំម្ចាស់លែងយកហើយព្រោះវានិយាយចំមុខនាមឺនដែលគាត់ត្រៀបត្រាថាឮផ្គរលាន់ស្រណោះកាលនៅទ្វារក្របីពីដើមខ្ញុំម្ចាស់ខ្មាស់ពួកនាមឺនសពគ្រប់មន្ត្រីណាស់ខ្ញុំម្ចាស់មិនយកជាប្តីទេស្ដេចបិតាឮដូច្នេះក៏ឲ្យចាប់ស្ដេចនោះយកទៅដាក់គុកទៅដាក់គុកបានពាក់កណ្ដាលថ្ងៃទេវតាល្អដែលថែរក្សាមនុស្សត្រឡប់មកវិញហើយនិយាយនឹងទេវតាអាក្រក់ថាអ្នកឯងមានឫទ្ធិណាស់ចូលមករក្សាភ្លាមស្ដេចបរោះនេះបានជាប់គុកភ្លាមដូច្នេះអ្នកឯងអញ្ជើញទៅចោះទុកឲ្យខ្ញុំថែរក្សាមនុស្សនេះវិញរួចហើយទេវតាល្អក៏បណ្ដាចិត្តស្ដេចបរោះនោះនឹកឃើញភ្លាមថាអញមិនគួរភ្លាត់សម្ដីទាល់តែជាប់គុកសោះប៉ុន្តែគ្មានអ្នកណាដឹងថាអញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញឲ្យយកមាសដែលមកពីក្នុងត្រពាំងនោះធ្វើជារូបក្របី100ដាក់ជើងពៀនមាស100យកមកឲ្យអញក្នុងស្អែកនេះនៅពេលព្រឹកគិតតែប៉ុណ្ណេះហើយក៏បំរើក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថាស្ដេចមានព្រះបន្ទូលថាឲ្យយកមាសដុំធ្វើរូបក្របី100ដាក់នៅលើជើងពៀនមាស100ឲ្យយកទៅថ្វាយស្ដេចដល់កន្លែងទ្រង់
សេដ្ឋីឮហើយក៏គឺជាងទាំងពួងឲ្យមកធ្វើក្នុងមួយយប់ឲ្យរួចហើយព្រឹកឡើងឲ្យខ្ញុំសេដ្ឋីចំនួន100នាក់ទូទៅថ្វាយស្ដេចក្នុងព្រះរាជវាំងស្ដេចបិតាក្មេកទតមកឃើញឲ្យអាមាត្យរត់ទៅមើលអាមាត្យក្រាបទូលវិញទ្រង់មានព្រះរាជបន្ទូលឲ្យហៅអ្នកទូក្របីនោះមកឲ្យទ្រង់មានព្រះរាជបន្ទូលថានាងឯងរាល់គ្នាយកក្របីមាសនេះទៅណាស្រីទាំងនោះប្រាប់ថាខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គស្ដេចទ្រង់ជ្រាបទ្រង់ឲ្យហៅព្រះរាជបុត្រីថាព្រះមហាសីព្រះរាជបុត្រីមហេសីស្ដេចកំសត់ឲ្យចេញមកមើលឲ្យព្រះរាជបន្ទូលថាកូនអើយដែលប្តីឯងថាស្រណោះការគៀក្របីនោះមិនមែនក្របីសត្វទេគឺរូបក្របីមាសនេះឯងកូនមើលក្របីនេះចុះហើយកូនកុំខឹងនឹងប្តីអីយកប្តីវិញទៅមានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ទៅដោះស្ដេចកំសត់នោះមកឲ្យទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឲ្យឡើងសោយរាជសម្បត្តិជារៀងដរាបរៀងទៅព្រមទាំងយាយជីដូននៃបរោះកំសត់នោះរិទ្ធនៅទេវតាប្រាជ្ញានៅ